សង្គ្រាមនៅអ៊ីរ៉ង់អាចអស់បន្លាយពេលយូរជាង5អាទិត្យក្រោយអាមេរិកហើយនិងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ We're already substantially ahead of our time projections, but whatever the time is, it's okay, whatever it takes. ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅថ្ងៃច័ន្ទនេះថាសហរដ្ឋអាមេរិកនឹងបន្តវាយប្រហារអ៊ីរ៉ង់ឲ្យបានយូរតាមដែលចាំបាច់មិនថាប៉ុន្មានអាទិត្យនោះទេគាត់បាននិយាយថាគោលដៅគឺដើម្បីធានាថាអ៊ីរ៉ង់អត់អាចគំរាមកំហែងទៅដល់អាមេរិកឬក៏សម្ព័ន្ធមិត្តរបស់ខ្លួនបន្តទៀតអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមវាយប្រហារតាមអាកាសទៅលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ត្រាំបាននិយាយថា whatever the time is it's okay whatever it takes គឺមានន័យថាមិនថាត្រូវចំណាយរយៈពេលយូរប៉ុណ្ណានោះទេវាអត់អីនោះទេឲ្យតែអាចកម្ចាត់របបផ្ដាច់ការរបស់អ៊ីរ៉ង់មួយនេះបានដំបូងឡើយផែនការសង្គ្រាមមួយនេះគឺត្រូវការរយៈពេលតែពី4ទៅ5អាទិត្យតែប៉ុណ្ណោះទេបន្ទាប់ពីបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់គឺអាលីខាមីណេហើយតែបាទត្រាំបានបន្ថែមទៀតថាអាមេរិកមានសមត្ថភាពបន្តយូរជាងនេះទៀតបើសិនបើចាំបាច់ក៏មានន័យថាសង្គ្រាមនៅមជ្ឈមបូព៌ានេះអាចនឹងកាន់តែខ្លាំងឡើងបន្ថែមទៀតវាអាចអស់បន្លាយលើសពី5អាទិត្យនឹងទៅទៀតជាមួយគ្នានឹងផងដែររដ្ឋមន្ត្រីការបរទេស Marco Rubio បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯវិមានកាពីតូលនៅក្នុងទីក្រុង Washington ថាការវាយប្រហារដ៏ខ្លាំងក្លាបំផុតពីយោធារបស់សហរដ្ឋអាមេរិកនៅមិនទាន់កើតឡើងនៅឡើយទេ Rubio បានពំៀនថា the hardest hits are yet to come from the US military Rubio បាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាទគឺមានបំណងបញ្ឈប់ការគំរាមកំហែងពីអ៊ីរ៉ង់ដែលជិតមកដល់ហើយមានន័យថាសង្គ្រាមឬក៏គ្រោះថ្នាក់អាចនឹងកើតឡើងនៅក្នុងរយៈពេលឆាប់ៗនេះប្រសិនបើអាមេរិកអត់បើកការវាយប្រហារជាមុននោះទេគាត់ថាការវាយប្រហារនេះគឺជាការប្រកាសទុកជាមុនទោះបីជាអត់មានជំនួយពីអាមេរិកក៏ដោយក៏អ៊ីស្រាអែលនឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់ដែរតែអ៊ីរ៉ង់អាចនឹងវាយប្រហារទៅលើគោលដៅរបស់អាមេរិកជាការឆ្លើយតបដោយសារតែបញ្ហាមួយនឹងហើយបានជាអាមេរិកបានសម្រេចចិត្តចាត់វិធានការជាមុនដោយចូលដៃជាមួយនឹងអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់ចឹងទៅ Rubio បានបញ្យល់ថាអាមេរិកនឹងបន្តវាយប្រហារទៅលើអ៊ីរ៉ង់ទៀតរហូតដល់អាមេរិកសម្រេចបានគោលដៅរបស់ខ្លួនគោលដៅមួយចំនួននៅក្នុងចំណោមគោលដៅទាំងអស់នេះគឺដើម្បីបំផ្លាញនៅប្រព័ន្ធមីស៊ីលផ្លោងរបស់អ៊ីរ៉ង់មីស៊ីលទាំងអស់ហ្នឹងគឺអាចហោះបានរយៈចម្ងាយឆ្ងាយហើយផ្ទុកអាវុធធុនធ្ងន់ជាច្រើនផងដែរហើយនៅសេតវិមានត្រាំបានរាយបញ្ជីគោលដៅនៃការវាយប្រហារគាត់បាននិយាយថាសហរដ្ឋអាមេរិកកំពុងតែបំផ្លាញសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ជារៀងរាល់ម៉ោងមិនមែនជារៀងរាល់ថ្ងៃនោះទេជារៀងរាល់ម៉ោងតែម្ដងគាត់ថាកងកម្លាំងរបស់អាមេរិកនឹងកំពុងបំផ្លាញយ៉ាងខ្លាំងទៅដល់កងទ័ពជើងទឹកអ៊ីរ៉ង់យុទ្ធសាស្ត្រវាយប្រហារទាំងនេះគឺមានបំណងដើម្បីធានាថារដ្ឋាភិបាលអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់នឹងអត់អាចទទួលបានអាវុធនុយក្លេអ៊ែរលោកបានចោទប្រកាន់អ៊ីរ៉ង់ថាគាំទ្រក្រុមសកម្មប្រយុទ្ធនៅទូទាំងមជ្ឈមបូព៌ាហើយបាននិយាយថាការវាយប្រហារនេះគឺមានគោលបំណងប្រឈប់ការគាំទ្ររបស់អ៊ីរ៉ង់ទៀតក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលត្រូវបានគេស្គាល់ថាជាមន្ទីរបញ្ចកោណនឹងក៏បានរាយការណ៍ថាសមាជិកយោធាអាមេរិកចំនួន6នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងឧបទ្ទវហេតុមួយទៀតយន្តហោះចម្បាំងអាមេរិកចំនួន3គ្រឿងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសនៅក្នុងប្រទេសគុយវ៉ែតវាគឺជាការបាញ់ទម្លាក់ដោយកំហុសនោះទេអត់មានចេតនានោះទេសំណាងល្អទាហានទាំង6នាក់នៅលើយន្តហោះទាំង3ហ្នឹងអាចលោតចេញដោយសុវត្ថិភាពហើយត្រូវបានគេជួយសង្គ្រោះផងដែរត្រាំបាននិយាយនៅក្នុងបទសម្ភាសន៍មួយគាត់ថាគាត់អត់ខ្លាចនៅក្នុងការបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងប្រទេសអ៊ីរ៉ង់ទេបើចាំបាច់នៅក្នុងប្រទេសអ៊ីរ៉ង់មន្ត្រីជាន់ខ្ពស់ម្នាក់មកពីកងឆ្មាំបដិវត្តអ៊ីស្លាមបានធ្វើការពំៀនយ៉ាងខ្លាំងគាត់បាននិយាយថាគ្មានប្រេងមួយដំណក់ណាដែលអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានឡើយច្រកសមុទ្រ Hormuz ហ្នឹងគឺជាផ្លូវទឹកតូចចង្អៀតមួយដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដឹកជញ្ជូនប្រេងសកលប្រហែល1/5នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកនឹងត្រូវបានឆ្លងកាត់តំបន់មួយនេះហើយមន្ត្រីម្នាក់នេះគឺអ៊ីប្រាហ៊ីមចាវ៉ារីដោយនិយាយថាអ៊ីរ៉ង់នឹងដុតកប៉ាល់ណាដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រមួយនេះការដឹកជញ្ជូននៅកន្លែងនោះបានថយចុះរួចទៅហើយបន្ទាប់ពី
មានការពមៀនពីកងទ័ពអេរ៉ង់ក្រសួងការពារជាតិហ្គាតាបាននិយាយថាកងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកស៊ូ24របស់អេរ៉ង់ចំនួន2គ្រឿងដែលបានហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួនវាគឺជារបាយការណ៍ដំបូងបង្អស់ហើយដែលអេរ៉ង់បានបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងដែនអាកាសនៃបណ្ដាប្រទេសឈូងសមុទ្រនៅក្នុងអំឡុងពេលសង្គ្រាមមួយនេះអេរ៉ង់បានបាញ់មីស៊ីលហើយនឹងយន្តហោះគ្មានមនុស្សបើកទៅលើអ៊ីស្រាអែលហើយប្រទេសដទៃទៀតនៅក្នុងតំបន់នេះរួចហើយដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះឯងការប្រយុទ្ធគ្នានឹងគឺបានរីករាលដាលទៅដល់ប្រទេសលីបង់ទៀតបាទក្រុមប្រដាប់អាវុធ Hezbollah ដែលត្រូវបានគាំទ្រដោយអេរ៉ង់បានបាញ់រ៉ុកែតចូលទៅក្នុងអ៊ីស្រាអែលជាការឆ្លើយតបអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំង Hezbollah នៅជិតទីក្រុងប៉េរូតយោធាអ៊ីស្រាអែលក្រោយមកបាននិយាយថាខ្លួនកំពុងតែវាយប្រហារទីតាំងពជាការ Hezbollahហើយនឹងទីតាំងផ្ទុកអាវុធនៅលីបង់អារ៉ាប់រួមបាននិយាយថាប្រព័ន្ធការពារអាកាសរបស់ខ្លួនកំពុងតែឆ្លើយតបទៅនឹងមីស៊ីលផ្លោងជាច្រើនដែលបាញ់ចេញពីអេរ៉ង់មេដឹកនាំអេរ៉ង់ជាច្រើនបាននិយាយថាពួកគេនឹងអត់បោះបង់ចោលនោះទេគឺនឹងមិន give up នោះទេអាលីឡារីចានីមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងអេរ៉ង់បានបដិសេធរបាយការណ៍ដែលថាមេដឹកនាំថ្មីរបស់អេរ៉ង់ចង់ចរចាជាមួយនឹងទីក្រុងវ៉ាស៊ីនតោនគាត់បានហ៊ីកូនត្រាំហើយបានចោទប្រកាន់ត្រាំថាបានបង្កើតភាពវឹកវរនៅមជ្ឈិមបូព៌ាលោកបាននិយាយថាអេរ៉ង់បានធៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមដ៏យូរអង្វែងសង្គ្រាមនេះបានកំពុងបង្កបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរផងដែរទីផ្សារប្រេងហើយនិងឧស្ម័នធម្មជាតិបានคล้ายទៅជាបញ្ហាគឺអស្ថិរភាពខ្លាំងណាស់ផ្លូវដឹកជញ្ជូនត្រូវបានបិទហើយកន្លែងផលិតមួយចំនួនត្រូវបានខូចខាតក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសហ្គាតាបាននិយាយថាខ្លួននឹងប្រឈប់ការផលិតឧស្ម័នធម្មជាតិរាវដែលផ្គត់ផ្គង់ប្រេងមួយផ្នែកធំរបស់ពិភពលោកមនុស្សជាច្រើនត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមនេះចាប់ផ្ដើមនៅថ្ងៃសៅរ៍សេវាសង្គ្រោះបន្ទាន់របស់អេរ៉ង់បានរាយការណ៍ថាមនុស្សជាង550នាក់បានស្លាប់នៅក្នុងប្រទេសអេរ៉ង់នៅប្រទេសលីបង់វិញយ៉ាងហោចណាស់មានមនុស្ស31នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលហើយនៅអ៊ីស្រាអែលវិញមនុស្សយ៉ាងតិចគឺ10នាក់បានស្លាប់ផងដែរការវាយប្រហារដោយមីស៊ីលហើយនិងដ្រូនពីប្រទេសអ៊ីរ៉ង់នេះគឺបានបង្កឲ្យមានការផ្ទុះនៅក្នុងប្រទេសអ៊ីរ៉ាក់គុយវ៉ែតហើយនិងអារ៉ាប់រួមដែលអាមេរិកមានមូលដ្ឋានយោធានៅកន្លែងនោះមេដឹកនាំអេរ៉ង់បាននិយាយថាពួកគេកំពុងតែកំណត់គោលដៅទីតាំងយោធាអាមេរិកតែការវាយប្រហាររបស់អ៊ីរ៉ង់មួយចំនួនក៏ត្រូវបានធ្វើឲ្យខូចខាតទៅដល់កន្លែងស៊ីវិលមួយចំនួនផងដែររួមទាំងអាកាសយានដ្ឋានអន្តរជាតិស្ថាគារហើយនិងអគារសំខាន់ៗដទៃទៀតនៅក្នុងទីក្រុងឌូបៃ